ហើយព័ត៌មានចំក្រោយនេះសូមជូនឧត្តមកតិរបស់លោកឆាងយុតាក់ទងជាមួយនឹងUNCLOS គឺកម្ពុជាចំណងជើងដែលលោកឆាងយុដាក់នោះក៏ថាកម្ពុជាប្រកាន់យកយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្របាទចឹងតើលោកឆាងយុយល់យ៉ាងណាដែរសូមអានទាំងស្រុងនៅអ្វីដែលលោកឆាងយុបានសរសេរណាបាទខ្លីទេលោកឆាងយុបានបញ្ជាក់ថាសន្ទរកថារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺជាការបកស្រាយអំពីការបដិញ្ញាចិត្តនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រឈមមុខនឹងសកម្មភាពរំលោភបំពានដោយប្រទេសថៃមកលើដែនសមុទ្ររបស់ប្រទេសកម្ពុជាគួរកត់សម្គាល់ថាសន្ទរកថានេះគឺមានបំណងផ្ញើទៅជូនទៅកាន់ប្រជាជនថៃសហគមន៍អន្តរជាតិរួមទាំងបងប្អូនជនរួមជាតិខ្មែរចំណុចនេះពិតជាសំខាន់ពីព្រោះថាប្រជាជនខ្មែរគឺមិនស្ថិតក្នុងស្ថានភាពសង្គ្រាមជាមួយប្រជាជនថៃនោះទេចំនួនរវាងប្រទេសថៃនិងកម្ពុជាគឺជាចំនួននយោបាយហើយប្រជាជនថៃក៏ដូចជាប្រជាជនខ្មែរក៏មានការប្រថុយប្រថានខ្ពស់ក្នុងការធានាថាចំនួនទាំងនេះត្រូវបានដោះស្រាយដោយសន្តិវិធីសម្ដេចនាយករដ្ឋមន្ត្រីបានបកស្រាយអំពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយចំនួននេះក៏ដូចជាចំនួនដទៃទៀតរួមទាំងចំនួនព្រំដែនដែលកំពុងបន្តជាមួយប្រទេសថៃដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិទាំងនេះគឺជាការបដិញ្ញាចិត្តដ៏ធំធេងក្នុងស្ថានភាពដែលយោធាថៃកំពុងកាន់កាប់ដោយបើកចំហលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជារួមទាំងទីតាំងវប្បធម៌និងសក្ការៈបូជារបស់កម្ពុជាសម្ដេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើការសម្រេចរបស់កម្ពុជាក្នុងការប្រកាន់យកនៅយន្តការផ្សះផ្សាដោយបង្ខំដើម្បីដោះស្រាយចំនួនព្រំដែនសមុទ្រជាមួយប្រទេសថៃហើយនេះគឺមិនមែនជាការបង្កើនភាពតានតឹងនៃចំនួននោះទេផ្ទុយទៅវិញនេះគឺជាការបញ្ជាក់អំពីការប្រកាន់យកនៅការដោះស្រាយចំនួនដោយសន្តិវិធីរបស់កម្ពុជារដ្ឋាភិបាលថៃនាពេលបច្ចុប្បន្នបានជ្រើសរើសនិងទាញយកផលចំណេញពីបញ្ហាព្រំដែនជាប្រវត្តិសាស្ត្រក្នុងការកៀរគរសម្លេងបោះឆ្នោតនិងគ្រប់គ្រងរបៀបបរិយារបស់ខ្លួនពីប្រជាជនថៃទោះបីជាយ៉ាងណាក៏ដោយវាហាក់ដូចជាមិនទាន់ដឹងច្បាស់នៅឡើយទេថាតើនយោបាយការបរទេសទាំងរំលោភបំពានមកលើកម្ពុជានិងនៅក្នុងតំបន់អាស៊ានអាចនឹងទទួលបានជោគជ័យដោយការគិតទុកជាមុនរបស់ក្រុមអិសរាជជនថៃដែរឬយ៉ាងណាបាទនេះគឺជាការបញ្ជាក់របស់លោកឆាងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបាទតាំងពីថ្ងៃទី2ខែមិថុនាឆ្នាំ2026ណាប៉ុន្តែខ្ញុំទើបតែមានឱកាសបានយកមកចែករំលែកជូនប្រិមិត្តនៅពេលនេះបាទអញ្ចឹងសូមអរគុណប្រិមិត្តច្រើនណាដែលចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំស្ដីអំពីបច្ចុប្បន្នភាពអាមេរិកបាទរឿងអាមេរិកច្រើនដើម្បីជាចំណេះដឹងដល់ប្រិមិត្តមួយចំនួនផងដែរណាបាទចឹងសូមអរគុណប៉ុណ្ណេះសម្រាប់អ្នកដែលទៅចូលមកដើម្បីទទួលយកព័ត៌មានបាទខ្ញុំសូមទទួលសំណួរខ្លះកែលោកប្រិមិត្តអាចសួរមកខ្ញុំអាចដឹងអាចឆ្លើយពិសិដ្ឋគាត់ថាម៉េចពិសិដ្ឋបាទសូមយកពីពិសិដ្ឋមុនឡើងទៅលើឲ្យចប់មកបាទខ្ញុំមានសំណួរហេតុអ្វីលោកទិនយ៉ាហ៊ូអញសរសេរលឿនពេកចុចច្រឡំដៃមកបាទអត់អីបាទឥឡូវសរសេរមកទៀតពិសិដ្ឋលោកសុផាណាបានជើញចូលដែរប៉ុន្តែចូលយឺតដែរបាទមិនទៅសម្ព័ន្ធលោកពូតើមានមូលហេតុអ្វីបានជាមន្ទីរបញ្ញកោណរបស់សហរដ្ឋអាមេរិកបន្ថែមការប្រុងប្រយ័ត្នខ្ពស់តាក់ទងនឹងបណ្ដាញទីភ្នាក់ងារស៊ើបការអ៊ីស្រាអែលស្របពេលអាមេរិកនិងអ៊ីស្រាអែលដូចជាមិនចុះសម្រុងលោកពូនេះបើតាម AFA មើលហើយបានមន្ទីរបញ្ញកោណរបស់សហរដ្ឋបន្ថែមការប្រុងប្រយ័ត្នតាក់ទងនឹងបណ្ដាញទីភ្នាក់ងារស៊ើបការអ៊ីស្រាអែលស្របពេលអាមេរិកនិងអ៊ីស្រាអែលមិនចុះសម្រុងនឹងគ្នាលោកពូហើយខ្ញុំច្រឡោះព័ត៌មានហ្នឹងបាទច្រឡោះព័ត៌មានហ្នឹងពីព្រោះនៅក្នុងប្រភេទនៃការបែងចែកហ្នឹងគឺអ៊ីស្រាអែលចូលក្នុងប្រភេទដែលអាចទទួលយកព័ត៌មានចារកម្មពីសហរដ្ឋអាមេរិកហើយសហរដ្ឋអាមេរិកចែករំលែកហើយនឹងទទួលយកព័ត៌មានចារកម្មពីខាងអ៊ីស្រាអែលវិញគឺនៅក្នុងកម្រិតមួយដែលគ្មានការហាមឃាត់ទេគឺកម្រិតនៃការចែករំលែកទាំងបច្ចេកវិទ្យាទាំងព័ត៌មានចារកម្មណាបាទអញ្ចឹងបើជាខ្ញុំច្រឡោះព័ត៌មានហ្នឹងពីណាខ្ញុំអធិស្ឋានណាបាទខ្ញុំអត់បានដឹងពីរឿងហ្នឹងដែរណាបាទសេឡាគុណបាទបងកំសែងតើសភាអាមេរិកអាចបន្តសង្គ្រាមនៅអ៊ីរ៉ង់ទេក្រោយដកអំណាចប្រធានាធិបតីដើម្បីធ្វើសង្គ្រាមបន្តបើ
សិនកម្មវត្ថុចរចាមិនបានជោគជ័យបាទការពិតទៅអ្វីដែលរដ្ឋសភាបានសម្រេចហ្នឹងវាគ្រាន់តែជា សញ្ញានៃការព្រមាននឹងច្រើនជាងបាទពីព្រោះអីពេលដែលទៅដល់ព្រឹទ្ធសភាគឺពិបាកនឹងសម្រេចបានសម្លេងត្រូវការសម្លេងរបស់គណៈបកសាធារណរដ្ឋនឹងច្រើនហើយមិនងាយដែរអញ្ចឹងណាបាទហើយតើលោកប្រធានាធិបតីព្រមចុះហត្ថលេខាទៅជាច្បាប់ឬយ៉ាងណាបាទនីតិវិធីដែលអាចនឹងប្រើតែសភានឹងគឺវាយូរណាស់ពីព្រោះនីតិវិធីនៅក្នុងការអនុម័តច្បាប់អញ្ចឹងគឺបានតែបើសភាអនុម័តហើយព្រឹទ្ធសភាអនុម័តព្រឹទ្ធសភាអនុម័តហើយបញ្ជូនទៅប្រធានាធិបតីបើប្រធានាធិបតីវេតូបដិសេធមកវិញគឺបោះឡើងវិញបាទនៃសភាទៅបោះសម្លេង2/3បាទគឺ2/3គឺអាចវេតូសម្លេងបោះសភាប្រធានាធិបតីវិញបាទអញ្ចឹងតម្រុំទៅរក2/3រត់តែមិនងាយទេបាទអញ្ចឹងដូច្នេះហើយអញ្ចឹងបានជាគេមើលឃើញថាវាជាការព្រមានច្រើនជាងបាទដូច្នេះពេលដែលទទួលបានការព្រមានអញ្ចឹងខ្លឹមសារសំខាន់ដែលសារព័ត៌មាននានាបានធ្វើបទវិភាគនៅចុងសប្តាហ៍កន្លងមកនេះគឺគេវិភាគទៅលើជ្រុងនៃការដែលសមាជិករដ្ឋសភាគណៈបក្សសាធារណរដ្ឋសមាជិកព្រឹទ្ធសភាគណៈបក្សសាធារណរដ្ឋដើរចាក់ចែងពីបន្ទាត់នយោបាយរបស់លោកប្រធានាធិបតីពីព្រោះប្រធានាធិបតីគឺជាប្រធានបកណាដែលចេញពីបន្ទាត់នយោបាយរបស់ប្រធានបកនៅក្នុងការប្រឆាំងនឹងគោលនយោបាយរបស់គាត់កាន់តែកើនឡើងដែលពីពេលមុនមកគឺมันមានអ្នកណាហ៊ានប្រឆាំងនឹងលោកប្រធានាធិបតីទេគេមើលទៅច្រកនឹងវិញណាបាទអរគុណបញ្ញាមិត្តលោកកំសែងដូចជានៅជំពាក់ការបកស្រាយតទៅនឹងរុស្ស៊ីជាមួយនឹងប្រិមិត្តទាំងខ្ញុំផងកាលនឹងនៅកម្ពុជាមិនទាន់មានវិវាទជាមួយថៃទេតកតងយ៉ាងម៉េចមើលលោកបញ្ញាថាម៉េចផាណាថាម៉េចបកស្រាយអត្ថបទតទៅនឹងរុស្ស៊ីជាមួយនឹងប្រិមិត្តរួមទាំងខ្ញុំផងណាកាលនៅកម្ពុជាមិនទាន់មានវិវាទជាមួយថៃទេអូយូរហើយអញ្ចឹងនៅចាំល្អណាអញ្ចឹងបានន័យថានៅក្នុងកម្មវិធីតកតងដំបូងណាខែ5តាំងពីខែ5ចូលមកអាចសរសេរឡើងវិញបានទេលោកផាណាបាទខ្ញុំភ្លេចខ្លួនឯងដែរបាទតែភ្លេចយូរទៅភ្លេចដែរហ្នឹងបាទសុភិរមផាចសុភិរមថាម៉េចតើបងយល់ដូចម្តេចដែរចំពោះសហរដ្ឋអាមេរិកដែលតែងតែចាប់ប្រកាន់ក្រុមហ៊ុនរបស់ប្រទេសចិនក្នុងន័យសន្តិសុខជាតិអូបាទនិយាយត្រង់ខាងផ្នែកនឹងមួយខ្ញុំអត់ដឹងអស់ទេពីព្រោះខាងការប្រតិបត្តិការរបស់ខាងសហរដ្ឋអាមេរិកនឹងវាមាន2រឿងណាឥឡូវខ្ញុំនិយាយដោយមិនដោះសារទេគឺខ្ញុំប្រឹងបញ្យល់វិញតើអាចទទួលយកបានប៉ុណ្ណាគឺទី1តើតើនៅបញ្ហាសន្តិសុខអីហ្នឹងខ្ញុំអត់ដឹងទេណាតើខាងក្រសួងការពារជាតិឬក៏ការថាក្រមចារកម្មរបស់សហរដ្ឋអាមេរិកហ្នឹងគេមានការវិតម្លៃអីយ៉ាងម៉េចឆែករបស់គេយ៉ាងម៉េចខ្ញុំអត់ដឹងដែរហ្នឹងណានីតិវិធីនៃការធ្វើការងាររបស់គេជាងអត់ដឹងទេព្រោះយកអត់ដែរធ្វើកិច្ចការហ្នឹងទេទី2វាជារឿងនៅខាងភាគីចិនមកវិញទេអ្វីដែលក្នុងពេលកន្លងមកខាងអ្នកជំនាញយោធាអាមេរិកបកស្រាយហ្នឹងគឺចិនជាប្រទេសកុម្មុយនីសដែលច្បាប់អ្វីក៏ដោយទៅលើបកទៅលើរដ្ឋាភិបាលចឹងក្រុមហ៊ុននឹងគាត់ប្រតិបត្តិការដោយការអនុញ្ញាតរបស់រដ្ឋាភិបាលហ្នឹងហើយអត់មានច្បាប់ដែលអាចការពារពួកគាត់មិនឲ្យប្រឆាំងជាមួយនឹងរដ្ឋាភិបាលបានទេបើសិនជារដ្ឋាភិបាលចង់បានព័ត៌មានហ្នឹងក្រុមហ៊ុនហ្នឹងគឺមិនអាចមានអ្វីមកទប់គាត់ជួយគាត់ដើម្បីប្រឆាំងបានទេទូយ៉ាងដូចនៅសហរដ្ឋអាមេរិកគេមានច្បាប់ការពារក្នុងករណីពេលមួយនោះដូចខ្ញុំភ្លេចឆ្នាំហើយប៉ុន្តែកាលនោះមានម្នាក់មួយនៅបាញ់ដូចជាបាញ់នៅ San Bernardino នៅ California ម្នាក់ហ្នឹងគាត់ប្រើ iPhone បាទ iPhone ដើម្បីធ្វើកិច្ចការនឹងឲ្យគាត់គេដល់អញ្ចឹងទៅខាង FBI គេចង់បើក iPhone ហ្នឹងបាទដូច្នេះ iPhone មានត្រូវការ password មិនអញ្ចឹងហ៎បាទហើយអ្នកហ្នឹងគេបាញ់ស្លាប់បាត់ហើយបាទបាញ់ស្លាប់បាត់ហើយអញ្ចឹងដើម្បីមើលទូរស័ព្ទនឹងបានត្រូវតាក់ទងទៅក្រុមហ៊ុន iPhone ឲ្យក្រុមហ៊ុន iPhone បើក password ឲ្យបាទក្រុមហ៊ុនបដិសេធគេក្នុងលក្ខណៈរឿងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកផងណាក្រុមហ៊ុនមានសិទ្ធិបដិសេធក្នុងករណីនេះបើគេនិយាយថាបើសិនជានៅចិនវិញគឺច្បាស់ហើយក្រុមហ៊ុននោះមិនអាចបដិសេធបានទេប៉ុន្តែច្បាប់ឯកជនភាពហើយនឹងសិទ្ធិរបស់ក្រុមហ៊ុននៅសហរដ្ឋអាមេរិកការពារយ៉ាងម៉េច
ចឹងมันអាចឲ្យគាត់បើកបានទេចឹង FBI ហ្នឹងទៅរកវិធីណាខ្លួនឯងទៅបើចង់ក្រោយ FBI គេមានវិធីរបស់គេរកវិធីបានហើយចង់ hack ចឹងអីហ្នឹងវិធីមិនបងឯងហ្នឹងទៅឲ្យតែនៅក្នុងរង្វង់ច្បាប់បើកាលណាខុសច្បាប់អាហ្នឹងក៏ខុសដែរតែក្រុមហ៊ុនគឺដាច់ខាតតែម្ដងបាទអត់បើកឲ្យទេកាលហ្នឹងអញ្ចឹងក្នុងករណីប្រទេសចិនផ្សេងអញ្ចឹងហើយបានជានៅក្នុងអត្ថបទនេះក្តីនៅក្នុងការលើកឡើងរបស់ខាងអ្នកជំនាញសន្តិសុខរបស់សហរដ្ឋអាមេរិកក្តីក្នុងពេលកន្លងមកគឺគាត់លើកពីហេតុផលហ្នឹងថាឥឡូវឧទាហរណ៍ថាមានព័ត៌មានណាមួយដែលមានលក្ខណៈរសើបអំពីបុគ្គលណាមួយអញ្ចឹងទៅបាទហើយក្រុមហ៊ុនរដ្ឋាភិបាលចិនក៏ដាក់សម្ពាធមកលើក្រុមហ៊ុនហ្នឹងឲ្យបញ្ចេញអញ្ចឹងក្រុមហ៊ុនអត់មានអ្វីការពារក្រៅតែពីទៅតែគោរពតាមរដ្ឋាភិបាលចិនទេអាហ្នឹងឯងដែលគេព្រួយបារម្ភបាទអញ្ចឹងឧទាហរណ៍ថាដូចក្រុមហ៊ុនទាំងអស់នោះគាត់មកធ្វើកិច្ចការងារបានកិច្ចសន្យាខាងផ្នែកសន្តិសុខជាមួយនឹងសហរដ្ឋអាមេរិកបាទស្រាប់តែរដ្ឋាភិបាលចិនក៏ថាណែទៅឲ្យរឿងនេះមកខ្ញុំពីព្រោះអីតាក់ទងជាមួយនឹងរឿងអីចឹងមកក្រុមហ៊ុនគាត់ថាអូខេតែទៅធ្វើតាមបើមិនចឹងទេគេបិទក្រុមហ៊ុននៅស្រុកចិនចោលអញ្ចឹងណាបាទខ្ញុំអាចនិយាយបានប៉ុណ្ណឹងបាទដូចចំណុចទី2ហ្នឹងពីព្រោះគេនិយាយជាសាធារណៈហើយចំណុចទី1ខ្ញុំអត់ដឹងរបៀបនៃការធ្វើការនៃការវិតម្លៃរបស់គេដែរណាបាទអូខេអរគុណណាស់បាទមើលសុំទៅក្រោយមិញមានសួរកែលើមិញសំណាងសួរបាទអត់មានលពូសភាបាទលពូសភាអញ្ជើញចូលដែរចូលយឺតណាបាទអូខេលបងសួងគឹមបងអញ្ជើញយកដែរបងអរគុណច្រើនពិសិដ្ឋលពូខ្ញុំមានសំណួរហេតុអ្វីលោកនេតិនយ៉ាហ៊ូឲ្យកាន់តំណែងនាយករដ្ឋមន្ត្រីបានយូរយ៉ាងនេះខ្ញុំលើឈ្មោះគាត់នេះធ្វើឲ្យខ្ញុំទុកបុកម្នេញតាំងពីមជ្ឈមណ្ឌលនៅក្មេងសំណួរនឹងដូចគ្នាខ្ញុំមានដូចគ្នាដែរកាលពីខ្ញុំទៅរៀននៅសាលាបារាំងនៅប៉ារីសដំបូងនៅសាលាខ្ញុំសាលាអាមេរិកណាសាលាអាមេរិកនៅប៉ារីសទេបាទពេលនោះខ្ញុំបើកកសែតមកពីនៅខ្មែរអត់សូវមានប្រមាណទេព័ត៌មានអន្តរជាតិទៅដល់បើកកសែតពេលណាក៏ឃើញនៅជំនាន់ខ្ញុំនោះគឺមាន IHT IHT Herald International Tribune បាទ IHT បាទមើលមកពួកកសែតហ្នឹងគឺជាគេឲ្យនោះបាទខ្ញុំពីព្រោះ sponsor ខ្ញុំហ្នឹងគាត់ធ្លាប់ធ្វើជាចាងបាងនៅកសែតហ្នឹងដូច្នេះខ្ញុំបានកសែតហ្នឹងអានដោយ free បើកពេលហ្នឹងឃើញនៅតញ្ញាបើកពេលហ្នឹងឃើញនៅតញ្ញាបាទពេលហ្នឹងខ្ញុំសួរគ្នាខ្ញុំសិស្សដូចគ្នាខ្ញុំសួរចុះមិនចឹងបាទគេបញ្យល់មកគឺគេថាសង្ខេបគឺអាមេរិកគ្រប់គ្រងអ៊ីស្រាអែលក៏ប៉ុន្តែមិនសូវចូលចិត្តនៅតញ្ញាហ៊ូប្រហែលទេតែធ្វើម៉េចគាត់នៅតែលេងនយោបាយឈ្នះនៅក្នុងប្រទេសរបស់គាត់បាទគណៈបករបស់គាត់ហ្នឹងនៅតែផ្ដល់សេចក្តីទុកចិត្តរបស់គាត់ហើយអ៊ីស្រាអែលគឺជាប្រទេសមួយដែលគោរពការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យអញ្ចឹងគឺគេទៅតែគោរពសម្លេងរបស់រាជគេនៅទីហ្នឹងបាទពលរដ្ឋរបស់គេបាទជាការពិតអញ្ចឹងមិនសូម្បីតែនិយាយត្រង់និយាយរឿងមួយពេលក្នុងរដ្ឋបាលលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបាទខ្ញុំឃើញថាលោកនេតាន់យ៉ាហ៊ូមិនសម្ដែងនៃការគោរពចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកខ្លាំងប្រមាណនេះជំនាន់នោះបាទព្រោះកាលនោះចំណងជើង headline សរសេរធ្ងន់ណាស់បាទខ្ញុំមិនយកមកចែករំលែកប៉ុន្តែគាត់ថា headline ទូសារព័ត៌មាន Washington Post New York Times នោះគឺសរសេរបាទនិយាយរបៀបខឹងលោកនេតិនយ៉ាហ៊ូនឹងខ្លាំងដែរណាបាទដែលមកនេះធ្វើកប្បកិរិយាបែបហ្នឹងដាក់ប្រធានាធិបតីអាមេរិកណាបាទគាត់សម្ដែងការខ្វះការគោរពលោកបារ៉ាក់អូបាម៉ាមកបាទតែធ្វើមិនហ្នឹងឬវិញចឹងបាទចម្ងល់ដូចគ្នាដែរខ្ញុំនិយាយសួរត្រង់គឺសួរទៅពលរដ្ឋអ៊ីស្រាអែលនឹងខ្លួនឯងមកមិនក៏ខ្វះមនុស្សមកបាទគណៈបកគាត់ហ្នឹងឈ្នះច្រើនរហូតណាបាទហើយដាក់បេក្ខភាពគាត់មកឈ្នះមកបាទអូខេចឹងអរគុណច្រើនណាអរគុណច្រើនអត់មានអីទៀតទេណាបាទអូលោកគ្រូជាងស្ទើរអញ្ជើញចូលដែរទៅចូលក្រោយគេណាបាទអូខេបាទចឹងអរគុណច្រើនណាអរគុណច្រើនដែលបានចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំហ្នឹងដូចដែលខ្ញុំបានបញ្ជាក់ហ្នឹងគឺខ្ញុំឆ្លើយទៅតាមអ្វីដែលខ្ញុំដឹងប្រហែលខ្ញុំឆ្លើយប៉ុណ្ណឹងណាបាទមិនជាដឹងទាំងអស់គ្រប់រឿងទេដឹងទៅតាមគេផ្សាយព័ត៌មានដែរទេបាទអញ្ចឹងសូមអរគុណប្រិមិត្តបាទសូមជម្រាបលា